បងប្អូនទាំងអស់គ្នាមានឆ្ងល់អត់ថាសម្បកកង់ឡានកង់ម៉ូតូយើងមិនបានវាចេះតែឆាប់សឹកអស់កាឡាអស់អីមកមិនហ៎បងប្អូនហើយនេះបងប្អូនមើលពីរបៀបនៃការធ្វើសម្បកកង់ឡានកង់ម៉ូតូបងប្អូននេះហើយយកសម្បកកង់ម៉ូតូចាស់ហើយយកមកច្នៃធ្វើទៅជាសម្បកថ្មីអញ្ចឹងតាបានសម្បកកង់ម៉ូតូយើងវាឆាប់អស់កាឡាបងប្អូនគេយកមកកោសយកមករុះអីវាហើយវាយកមកបិទសារថ្មីអញ្ចឹងណាបងប្អូននេះឃើញទេអញ្ចឹងហើយបានយើងចេះជិះទៅម៉ូតូតិចតិចសឹកអស់លេងតិចតិចសឹកកាឡាអស់លេងសម្បកកង់ម៉ូតូតិចតិចដូរតិចតិចដូរវាប្រើអត់បានយូរដោយសារអីដោយសារវាច្នៃយកអាសម្បកចាស់នឹងធ្វើអញ្ចឹងហើយបងប្អូននេះណៃខំតែឆ្ងល់មកឥឡូវបាច់ឆ្ងល់ទេបងប្អូននេះព្រោះអីគេយកសម្បកចាស់យកមកធ្វើដដែលហ្នឹងយកទៅដាក់ចូលម៉ាស៊ីនគេទៅលាបថ្នាំលាបអីទៅចេញមកថ្មីដដែលបងប្អូននេះចាំមើលឆូតកាឡាឆូតអីហើយស្អាតចាស់ចេញមកដូចថ្មីចឹងនេះគឺការផលិតនៅប្រទេសឥណ្ឌាបងប្អូនណាតែមិនដឹងថាសម្បកកង់ម៉ូតូកង់ឡានដែលយើងដូរប្រើប្រាស់រាល់ថ្ងៃហ្នឹងយកចេញមកពីណាទេបងប្អូនបើចេញពីរោងចក្រមកតែម្ដងអាហ្នឹងគឺថ្មីរបស់គេតែបើសិនជាដូចនៅក្នុងវីដេអូនេះចប់ហើយបងប្អូនអើយយើងរាល់ថ្ងៃនេះចាញ់បោកគេសុទ្ធនេះបងប្អូននេះហើយលាបថ្នាំលាបអីមកថ្មីចែ